មនុស្សស្រីដែលមានផ្លូវធំច្រើនតែអាយុវែងបងប្អូនចាប់ផ្ដើមឆ្ងល់ទៀតដែលលោកវិជ្ជបណ្ឌិតមិនបានមានប្រសាសន៍អញ្ចឹងធ្វើខ្ញុំសប្បាយចិត្តទៅដឹងលោកវិជ្ជបណ្ឌិតអីបាទបងប្អូនខ្ញុំដឹងច្បាស់ថាបងប្អូនមានទស្សនៈផ្សេងទៅលើអ្វីដែលខ្ញុំតែងតែអធិប្បាយហើយមានអ្នកខ្លះទៅថាខ្ញុំបាទតែងតែនិយាយអ្វីដែលវាខុសពីការជឿរបស់ប្រជាជនយើងកន្លងមកដោយសារឯបងប្អូនខ្ញុំមានមូលដ្ឋានវិទ្យាសាស្ត្រស្រួលដើម្បីកែតម្រូវទៅលើជំនឿខុសឆ្គងឬក៏ការយល់ខុសរបស់បងប្អូនយើងផ្ទាល់តែម្ដងអ្វីដែលខ្ញុំធ្វើនេះមានសារៈសំខាន់ណាស់ក្នុងការជួយជ្រោមជ្រែងអប់រំសុខភាពជូនបងប្អូនប្រជាពលរដ្ឋបាទមិនមែនជារឿងអត់ប្រយោជន៍មិនមែនជារឿងមួយដែលនេះអញ្ចឹងបងប្អូនដែលស្រឡាញ់សុខភាពគួរតែមើលវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាបាទហើយមានវីដេអូច្រើនណាស់ដែលខ្ញុំបានផលិតបាទបើបងប្អូនចង់មើលឲ្យបានល្អបងប្អូនអាចចុច Subscribe YouTube Channel ដុកទ័រលីយ៉ុយម្នាក់មួយហើយចុច Follow Facebook Page និង TikTok ម្នាក់មួយផងដែរបងប្អូនយើងពិនិត្យមើលសង្គមខ្មែរយើងសពថ្ងៃជាពិសេសក្នុងចំណោមយុវវ័យក៏ដូចជាក្នុងចំណោមមនុស្សស្រីដែលវ័យកណ្ដាលចន្លោះពី20ឆ្នាំជាង30ឆ្នាំជាងគាត់ច្រើនតែឲ្យតម្លៃទៅលើសម្រស់របស់ស្ត្រីនឹងថាដរាបណាស្ត្រីនឹងមានផ្លូវតូចរលូនមានផ្លូវស្រលូនអីចឹងជាដើមបងប្អូនការពិតវាមិនមែនជាសម្រស់ដែលមិនជាបទដ្ឋានសម្រស់ដែលកើតមានជារួមទេបងប្អូនតែពិតនេះជា trend មួយថ្មីហើយដែលយើងឃើញថាសប្តាហ៍ថ្ងៃនេះការដែលផ្ដល់តម្លៃបែបនេះគឺយើងឃើញថាវាមានការពិបាកក្នុងការផ្ដោតទៅលើថាតើសម្រស់ស្ត្រីនឹងវាស្ថិតនៅលើស្អីការពិតគឺបើយើងគិតបែបនេះវាអត់សមស្របទាំងស្រុងទៅជាមួយនឹងធម្មជាតិទេគឺធម្មជាតិរបស់ស្ត្រីជារួមបងប្អូនគឺផ្លូវនឹងគាត់ធំដើម្បីគាត់អីគាត់ទ្រពោះពេលដែលគាត់ពោះមានកូនមានអីគឺគាត់ត្រូវតែទ្រពោះនឹងហើយគាត់ត្រូវផលិតទឹកដោះដើម្បីចិញ្ចឹមកូននឹងផ្ទាល់តែម្ដងអញ្ចឹងផ្លូវនឹងមានតួនាទីសំខាន់គឺសម្រាប់ទ្រកូនបាទបងប្អូនស្ត្រីខ្លះគ្រាន់តែមានផ្ទៃពោះនឹងអាចឡើង10គីឡូ20គីឡូ20គីឡូជាងអីក៏មានដែរបងប្អូននេះជាអ្វីមួយដែលសង្កត់ទៅលើជើងរបស់គាត់ហើយគាត់ត្រូវការសារជាតិចិញ្ចឹមធម្មពលទៅចិញ្ចឹមកូននោះឯងផ្ទាល់តែម្ដងហើយបើគាត់បំបើដោះទៀតក៏គាត់ត្រូវការដូចគ្នាបាទអញ្ចឹងស្ត្រីដែលតាក់ទងផ្លូវនេះតាក់ទងផ្លូវធំឬក៏ផ្លូវតូចនេះគឺសំខាន់ណាស់សម្រាប់កំណត់សុខភាពរបស់គាត់ដើម្បីឲ្យបងប្អូនជ្រាបខ្ញុំបានពិនិត្យមើលទៅលើការសិក្សាថ្មីហើយការស្រាវជ្រាវមួយចំនួនបានធ្វើ